តោះបានខ្ញុំមានរឿងច្រើនដែលត្រូវទៅជែកណាបាទសូមធ្វើការឆ្លើយបំភ្លឺខាងភាគីអគ្គិសនីកម្ពុជាហើយខ្ញុំអរគុណចំពោះលោកកែវរតនៈបាទហើយលោកកែវរតនៈគាត់ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជាបាទលោកកែវរតនៈបានធ្វើការបកស្រាយអញ្ចឹងបងប្អូនដែលប្រជាពលរដ្ឋដែលបានឆ្ងល់តាក់ទងនឹងរឿងគាត់តភ្លើងគាត់បង់ថ្លៃភ្លើងហើយគាត់កាត់ភ្លើងមិនបានទៅបង់មួយថ្ងៃកាត់ផ្ដាច់ភ្លើងភ្លាមហើយនឹងការឲ្យទិញរបស់របរនៅក្នុងក្រុមហ៊ុនដោយមិនអោយប្រជាពលរដ្ឋទិញរបស់របរអគ្គិសនីក្រៅពីក្រុមហ៊ុនរបស់អ្នកម៉ៅការថ្ងៃនេះលោកកែវរតនៈគាត់បានបំភ្លឺមកខ្ញុំដើម្បីឲ្យជម្រាបជូនទូទាំងជនឲ្យបានជ្រាបនៅក្នុងនេះពួកគាត់ឲ្យទាំងឯកសារសម្រាប់ឲ្យខ្ញុំយល់បាទមកក្បាលទៀតខ្ញុំមើលយល់អស់បងប្អូនដែលមានបកស្រាយគាត់ថាគ្រប់ជូនលោកអគ្គនាយកស្ថានីយ៍ទូរទស្សន៍ហង្សមាស HD TV កម្មវត្ថុករណីស្ថានីយ៍ទូរទស្សន៍ហង្សមាស HD TV ផ្សាយអំពីបញ្ហាអគ្គិសនីកាលពីថ្ងៃទី9ខែមីនាឆ្នាំ2016ក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ខ្ញុំកម្មលោកមេធាវីបាទអញ្ចឹងសេចក្តីដូចមានចែងក្នុងកម្មវិធីខាងលើខ្ញុំសូមគោរពជម្រាបជូនលោកអគ្គនាយកបានជ្រាបថាកាលពីព្រឹកថ្ងៃទី9អញ្ចឹងមកហង្សមាសបានផ្សាយព័ត៌មានជុំវិញអំពីដូចជាផ្សាយជាមួយណាក្នុងកម្មវិធីព័ត៌មានពេលព្រឹកលោកមេធាវីនិងកញ្ញាលុកសុភាចាបាទជាអ្នកអត្ថាធិប្បាយខ្លឹមសារដូចខាងក្រោមក្នុងនោះទី1គាត់លើកចំណុចមួយដែលយើងលើកឡើងកន្លងមកនេះប្រជាពលរដ្ឋត្រូវតភ្លើងចូលផ្ទះគឺត្រូវការចំណាយសពគ្រប់ទាំងអស់បានន័យថាមន្ត្រីអគ្គិសនីឬអ្នកម៉ៅការខាងអគ្គិសនីដឹងតែពីតយកលុយបាទហើយឧបករណ៍ដែលត្រូវទិញទាំងខ្សែភ្លើងទាំងអីហ្នឹងកុងទ័រគឺតម្រូវឲ្យទិញពីក្រុមហ៊ុនម៉ៅការតែម្ដងនេះគាត់លើកឡើងពីកង្វល់ដែលវិជាពលរដ្ឋគាត់ផ្ញើមកយើងបាទគាត់លើកចំណុចហ្នឹងមកបាទនេះដែលជាចម្ងល់ដល់ពួកគាត់សួរទៅខាងអគ្គិសនីអញ្ចឹងដូចជាបើសិនជាយើងបានបង់លុយអីចឹងទៅមួយថ្ងៃពីរថ្ងៃដាច់អីចឹងមកឥឡូវខ្ញុំយកចម្លើយរបស់គាត់តែម្ដងបាទយកចម្លើយរបស់គាត់តែម្ដងពពួកលោកកែវរតនៈគាត់ដាក់មួយឲ្យដាច់ចឹងមកបាទគាត់ចង់បញ្ជាក់ពីសំណួររបស់ប្រជាពលរដ្ឋគាត់ឆ្លើយមកវិញឲ្យចំបាទឲ្យចំកុំឲ្យវែងឆ្ងាយបាទអញ្ចឹងនេះចម្លើយរបស់គាត់ឆ្លើយតបទៅគាត់ថាមួយការបកស្រាយនឹងធ្វើអត្ថាធិប្បាយខាងលើនេះគាត់ថាពេលខ្លះចំពេលខ្លះមិនចំគោលដៅរបស់អាជ្ញាធរកម្ពុជាទេព្រោះអាជ្ញាធរអគ្គិសនីកម្ពុជាចែកការទទួលបន្ទុកខុសដាច់ដោយឡែកពីគ្នាបាទអគ្គិសនីកម្ពុជាទទួលបន្ទុកផ្សេងអាជ្ញាធរទទួលបន្ទុកផ្សេងបាទអញ្ចឹងចែកឲ្យដាច់កុំឲ្យច្រឡំគ្នាឥឡូវលោកបានបញ្ជាក់ត្រង់ចំណុចមួយចេះគាត់ថាចំពោះសេវាផ្ទាល់ចំពោះសេវាផ្ទាល់ពីអគ្គិសនីកម្ពុជាយើងខ្ញុំមានយន្តការច្បាស់លាស់ដូចជូនភ្ជាប់មកជាមួយដើម្បីឲ្យស្ថានីយ៍បាទស្ថានីយ៍ទូរទស្សន៍ហង្សមាស HD TV ធ្វើការស្វែងយល់អគ្គិសនីកម្ពុជាបានចុះហត្ថលេខាជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយបាទក្នុងការត្រួតពិនិត្យយន្តការសេវារបស់ខ្លួនប្រសិនបើមានការប្រព្រឹត្តល្មើសលើគោលការណ៍ជាធរមានណាមួយអគ្គិសនីកម្ពុជានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតតែពេលអគ្គិសនីខាងសហការីមិនយល់ពីរូបភាពបាទ3អំពីការកាត់ចរន្តបណ្ដាលមកពីអ្នកប្រើប្រាស់មិនបានបង់ថ្លៃប្រើប្រាស់ធម្មពលអគ្គិសនីតាមគោលការណ៍យើងខ្ញុំសូមជម្រាបថាប្រទេសណាក៏ដូចនៅប្រទេសណាដែរលើពិភពលោកគឺអនុវត្តដូចគ្នានឹងកម្ពុជាដែរជាទូទៅវិក័យប័ត្រដែលបានបោះពុម្ពចេញទៅត្រូវអនុវត្តតាម
អនុវត្តតាមខួបស្រង់យ៉ាងម៉េចទៅប្រមូលឲ្យបានត្រឹមត្រូវដើម្បីប្រព័ន្ធគ្រប់គ្រងរបស់អគ្គិសនីកម្ពុជាមានលទ្ធភាពក៏តាមដានប្រសិទ្ធភាពការងារទាំងបច្ចេកទេសនិងហិរញ្ញវត្ថុខមិនចាំបាច់រងចាំមិនចាំបាច់រងពិន័យលើការទូទាត់របស់អគ្គិសនីកម្ពុជាក្នុងការទិញធម្មពលអគ្គិសនីដែលប្រមូលពីប្រភពនានាដូចជាវារីអគ្គិសនីថ្មឈូងថ្មនិងប្រទេសជិតខាងប្រសិនបើអគ្គិសនីកម្ពុជាពុំអាចប្រមូលថ្លៃប្រើប្រាស់ធម្មពលអគ្គិសនីអតិថិជនរបស់ខ្លួនឲ្យបានទាន់ពេលវេលាទេនោះហើយឲ្យមានការយឺតយ៉ាវក្នុងការទូទាត់បន្តហើយអគ្គិសនីកម្ពុជានឹងរងការពិន័យរាប់សែនដុល្លារដែលនាំឲ្យខាតបង់ពីថវិកាជាតិរបស់យើង4ប្រសិនបើស្ថានីយ៍ទូហងមាសមានព័ត៌មានជាក់លាក់ពីការប្រព្រឹត្តខុសរបស់បុគ្គលិកអគ្គិសនីកម្ពុជាណាមួយឬចង់បានការបំភ្លឺអ្វីយើងខ្ញុំត្រៀមសហការយ៉ាងពេញលេញគ្រប់ពេលវេលាបាទនេះគាត់បញ្យល់ប៉ុណ្ណឹងបាទអាស្រ័យហេតុនេះចឹងមកគាត់អរគុណនេះបាទអញ្ចឹងអគ្គិសនីកម្ពុជាគាត់ថាបើសិនជាដឹងថាបុគ្គលិករបស់គាត់កន្លែងណាមួយបុគ្គលណាមួយប្រព្រឹត្តខុសសូមឲ្យផ្ដល់ព័ត៌មាននេះឲ្យដល់គាត់ដើម្បីគាត់ចាត់វិធានការនេះដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋអញ្ចឹងលោកកែវរតនៈលោកចង់បញ្ជាក់ប្រាប់នេះចាំខ្ញុំមកតាក់ទងនឹងឯកសាររបស់គាត់ដែលតាក់ទងនឹងសំណួរចម្លើយខ្ញុំនឹងជម្រាបជូនលោកអ្នកមួយថ្ងៃឲ្យបាន3សំណួរហើយនឹងចម្លើយដើម្បីឲ្យលោកអ្នកយល់អំពីបញ្ហាអគ្គិសនីអ្នកដែលបន្លំលោកអ្នកកន្លងមកនឹងឲ្យឈប់ធ្វើអីឲ្យខុសច្បាប់ទី1លោកចង់បញ្ជាក់ពីតួនាទីរបស់អាជ្ញាធរអគ្គិសនីកម្ពុជានិងអគ្គិសនីកម្ពុជាចែកឲ្យដាច់ហៅថា EDC ចឹងតួនាទីរបស់អាជ្ញាធរអគ្គិសនីកម្ពុជាចង់បញ្ជាក់ប្រាប់ថាអ្វីទៅជាអាជ្ញាធរអគ្គិសនីកម្ពុជាអញ្ចឹងខ្ញុំបញ្ជាក់ខ្លីបន្តិចថាអាជ្ញាធរអគ្គិសនីកម្ពុជាគឺជាបញ្ញត្តិកររវាងអ្នកប្រើប្រាស់និងអ្នកផ្គត់ផ្គង់មានសមត្ថកិច្ចរៀបចំច្បាប់គោលការណ៍និងបទបញ្ញត្តិផ្សេងៗពាក់ព័ន្ធទៅនឹងការប្រើប្រាស់ធម្មពលអគ្គិសនីអាជ្ញាធរអគ្គិសនីកម្ពុជាមានសមត្ថកិច្ចផ្ដល់អាជ្ញាប័ណ្ណជូនសេវាដើម្បីមានប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ជូនអ្នកប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជាហើយជាអ្នករៀបចំគោលការណ៍នយោបាយកំណត់តម្លៃជូនសេវានិងអ្នកប្រើប្រាស់ជំរុញឲ្យប្រតិបត្តិការទាំងអស់គោរពតាមច្បាប់បញ្ញត្តិគោលការណ៍និងស្តង់ដារបច្ចេកទេសរបស់ក្រសួងរាយនឹងធម្មពលចឹងបានថាអគ្គិសនីកម្ពុជាក្រោមការគ្រប់គ្រងរបស់រួមរបស់ក្រសួងឧស្សាហកម្មរាយនឹងធម្មពលក្រសួងរាយនឹងធម្មពលបាទសូមបញ្ជាក់នឹងតួនាទីរបស់ខាងអាជ្ញាធរប៉ុន្តែចោះតួនាទីខាងអគ្គិសនីកម្ពុជាហៅកាត់ថា EDC ដែរយ៉ាងម៉េចវិញបាទបញ្ជាក់ខ្លីតិចនៃអគ្គិសនីកម្ពុជាហៅថា EDC ជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយរបស់រដ្ឋដែលមានអគ្គិសនីកម្ពុជាជានីតិបុគ្គលមានស្វ័យភាពផ្នែកគ្រប់គ្រងរដ្ឋបាលនិងហិរញ្ញវត្ថុមានគោលដៅពាណិជ្ជកម្មមានសិទ្ធិនឹងការទទួលខុសត្រូវកំណត់ដោយច្បាប់អគ្គិសនីកម្ពុជាទទួលខុសត្រូវដោយផ្ទាល់ចំពោះកម្រៃនិងការបង្ខាតព្រមទាំងបំណុលទាំងអស់ត្រឹមកម្រិតនៃតម្លៃធនធានរបស់ខ្លួនអញ្ចឹងថាតើអគ្គិសនីកម្ពុជាកំពុងតែធ្វើសេវាកម្មចែកចាយជូនអតិថិជននៅតំបន់ណាខ្លះបាទទី1នៅភ្នំពេញអូ3ក្អមសាខាចន្ទរក្រោមនិងវត្តភ្នំទី2នៅសៀមរាបទី3នៅខេត្តព្រះសីហនុ
ទី4នៅកំពង់ចាមសាខាពញាក្រែកនិងសាខាមេមត់ទី5អគ្គិសនីនៅខាងតាកែវសាខាអង្គតាសោមទី6នៅបាត់ដំបងទី7នៅស្វាយរៀងមានសាខានៅប្រវត្តិសាខានៅកំពង់រោនិងសាខានៅជីភូទី8នៅកពតសាខានៅកំពង់ត្រាយទី9នៅព្រៃវែងទី10នៅបន្ទាយមានជ័យសាខានៅមង្គលបុរីទី11នៅស្ទឹងត្រែងសាខានៅកំពង់សាឡៅខេត្តព្រះវិហារនិងទី12នៅរតនគិរីទី13នៅមណ្ឌលគិរីសាខានៅកែវសីមា14នៅខេត្តកែចេះសាខានៅស្នួលនិងទី15នៅខេត្តកំពង់ស្ពឺបាទនេះដែលការទទួលខុសត្រូវ